បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវវិលមកជួបគ្នាសារជាថ្មីហ្នឹងហើយឥឡូវនេះគឺខ្ញុំបានធ្វើដំណើរទៅកន្លែងដីចកាណាហ្នឹងហើយហើយនេះប្រពន្ធខ្ញុំចាប់ដើមប្រតិបត្តិការទៀតហើយហ្នឹងហើយតើឲ្យប្រពន្ធខ្ញុំហ្នឹងហើយហើយស្មាននេះប្រហែលជាតុងម៉ោងបាក់2ហ្នឹងហើយយើងមកចកាហើយម្សិលមិញយើងធ្វើការដាំតកួនដាំស្ពៃកោះដាំអីចឹងទៅបាទហើយមកនេះមិនមកតែ2នាក់ទេគឺមកឆ្កែមួយទៀតហ្នឹងឥឡូវគាត់កំពុងតែប្រឌិតមើលដីខ្ញុំមិនតាន់បែកទេព្រោះអីកំដាំពីម្សិលមិញបងប្អូនហ្នឹងឥឡូវយើងដើរមើលសម្រាមឥឡូវវាស្ងួតអស់អញ្ចឹងយើងធ្វើការដុតវាហ្នឹងហើយយើងមើលវាស្ងួតយើងតមកយើងដុតវាបាទយើងធ្វើការដុតវាបងប្អូនដែលចូលមើលវីដេអូនឹងហើយមើលខ្ញុំធ្វើបានជារួមទៅបានតែតុង 80% ហីស្អាតណាវាមិនបានស្អាតអីណាស់ទេបងប្អូនហ្នឹងគឺស្អាតរបៀបអញ្ចេះផ្ទះនេះតាំងពីដំបូងចូលមកមិនបាច់មើលទេបងប្អូនសតតែព្រៃបាទហើយកន្លែងនេះរងកន្លែងនេះតិចទៀតនឹងចេញពណ៌បៃតងấyព្រោះនេះរងនេះគឺដាំស្ពៃកញ្ញាញ់បងប្អូននេះហ្នឹងហើយព្រោះព្រៃកញ្ញាញ់ហើយខាងនេះតកួនចិនកូនចិនបងប្អូនបាទកន្លែងនេះស្ពៃខ្មៅនេះកន្លែងនេះដាំស្ពៃខ្មៅបងប្អូនហ្នឹងឥឡូវយើងមកមើលតឡាចយើងនេះតឡាចដោះឲ្យបងប្អូននេះតឡាចហើយកន្លែងនេះធ្វើការដាំពពាយហ្នឹងហើយតិចទៀតឲ្យពពាយវាឡើងមកលបងយើងហ្នឹងដើម្បីយើងងាយស្រួលបេះផ្លែបេះអញ្ចឹងទៅបាទខាងនេះត្រប់ឥឡូវត្រប់ខ្ញុំដោះបានម្ដងនេះបងប្អូននេះដាំនៅខាងក្រៅផ្ទះគឺដាំទៅគឺល្អនេះហើយកាលនេះមានដើមឫស្សីហើយនឹងដើមកត្រួបបាទហើយខាងទីធ្លាមុខផ្ទះគឺសម្អាតហើយបងប្អូនបាទមើលទៅស្អាតហើយគឺអត់មានពិបាកទៀតទេគឺមើលទៅស្អាតតែម្ដងកន្លែងនេះតឡាចម្ដងទៀតហ្នឹងដាក់វា3គុំបងប្អូននេះដើមក្រូចសើចបងប្អូនចាប់ដើមកាត់តិចបងប្អូនម្សិលមិញលក់ម្ដេងបានប្រហែលជា3គីឡូដែរម្សិលមិញម្ដេងហើយនឹងទឹកត្រីកូនត្រីដាំបានបន្តិចតួចហើយយើងកោះយកលក់បានប្រហែលជាតុង5គីឡូដែរម្សិលមិញនិយាយរួមទៅចាប់ដើមបានផលតិចទេបងប្អូននេះដើមលហុងនេះលហុងខ្ញុំមិនបានប៉ុណ្ណេះហើយមានទាំងពីម្រះព្រៅមានទាំងលឹកក្រីម្ដេងត្រៀមនឹងកោះឥឡូវម៉ួយថាយកពីម្សិលមិញ3គីឡូឥឡូវលក់អត់ទាន់អស់ទេចាំមើលគាត់អស់បានគាត់តម្លាក់លេខតម្លាក់ទីតាំងមកឲ្យខ្ញុំបាទដើម្បីឲ្យខ្ញុំកោះយកដល់បាទហើយខាងបងប្អូនហ្នឹងគឺជុំវិញសុទ្ធតែស្រះទឹកបាទហើយនឹងដើមឈូកបាទហើយខាងនោះរោងចក្របងប្អូនរោងចក្រខាងនោះហើយខាងនេះចកាបាទឥឡូវនេះមេឃចង់ភ្លៀងបងប្អូននេះល្ងឹតឆ្លុកមកពីខាងលិចហ្នឹងបាទមកពីខាងលិចមកមេឃល្ងឹតមែនតើបងប្អូនបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយអរគុណច្រើនបងប្អូនដែលបានចូលទស្សនា